ក្តាមខែនេះគឺសិតតែខ្លាញ់អញ្ចឹងកុំឲ្យម្លងមកធ្វើក្តាមប្រៃញ៉ាំទាំងអស់គ្នាមកបងប្អូនណាគេចិត្តញ៉ាំក្តាមប្រៃមកមើលវីដេអូនេះក្តាមប្រៃហ្នឹងរដងខ្ញុំទិញតែគេញ៉ាំទេតែលើកនេះខ្ញុំទិញយកមកធ្វើញ៉ាំខ្លួនឯងម្ដងក្តាមនេះអត់ដល់1គីឡូទេហើយយើងយកវាមកត្រាំទឹកកកមកដើម្បីវាស្លាប់ទៅមួយម្ទេសទុកដាក់មួយទឹកត្រីម្ទេសខ្ញុំអត់ហាន់ទេខ្ញុំដាក់ទាំងងូលហ្មងតែខ្ទឹមខ្ញុំហាន់ស្ដើងអញ្ចឹងតែម្ហូបផ្សេងអីចេះតលន់តែបើថាមានក្តាមប្រៃវិញអត់ដែរចេះតលន់ទេមានប្រហែលក៏ញ៉ាំតអស់ក្តាមដែលស្លាប់នេះយើងលាងវាមកទឹក2ទឹកឲ្យស្អាតមកហើយយើងដាក់វាស្រស់ទឹកមកទុកត្រៀបចូលកែវហើយយើងមកលាយទឹកត្រីទាំងអស់គ្នាទឹកត្រីនេះបើគិតទៅខ្ញុំធ្វើ2ដងដោយសារធ្វើទៅវាពេញកែវវីដេអូនេះខ្ញុំដាក់មួយទេប៉ុន្តែជាស្ដាយខ្ញុំសរសេរនៅខាងលើនោះគឺដាក់2ទាំងអស់ដោយសារតែខ្ញុំធ្វើ2ដងអញ្ចឹងបើសិនជាយើងចង់ឲ្យពេញកែវដែលដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងដាក់2ទៅពេលដែលខ្ញុំធ្វើ2ដងហ្នឹងគឺចាក់ពេញកែវហ្មងហើយឥឡូវយើងមកត្រៀបក្តាមចូលក្តាមហ្នឹងដំបងស្លាប់អស់ហើយតែនៅកោស្ករងាក់ងក់អីច្រើនពេកមានណារស់វិញលោកអើយខ្ញុំឡើងហោយកទៅត្រាំទឹកកកម្ដងទៀតតែប៉ុន្តែយើងធ្វើឲ្យអស់បងប្អូនពេកអញ្ចឹងមានចាក់ចូលហ្មងទៅតាមហ្នឹងទៅឲ្យកាត់ជាមនុស្សទៅលោកអើយមិនដឹងថាខ្លួនឯងរងថ្ងៃជាចុងភៅជាឃាតករបើសិនជាចូលចិត្តកុំភ្លេចជួយ follow និង share វីដេអូនេះផងអរគុណ